នេះបងប្អូនវិធីសាស្ត្រចងដងកប៉ិតណាបងប្អូនរុំវាកុំឲ្យឈឺដៃបងប្អូនអាចធ្វើអនុវត្តតាមគេចឹងបានណាបងប្អូននេះបន្តមកលែងឈឺដៃឲ្យយើងកាន់ស្រួលតែម្ដងតមកបងប្អូនណាដែលធ្លាប់មូសខ្ចៅអត់ជាប់ងាកល្បូតអាចមើលវិធីសាស្ត្រដូចគេអញ្ចេះបានបងប្អូនតែប៉ុណ្ណេះមូសស្អាតហើយតមកអានេះតកតងនឹងការមួលួសចងលួសជាមួយនឹងឈើឲ្យជាប់ស្អាតណាបងប្អូនយើងអាចខៃដូចគេចឹងមកបងប្អូនឲ្យយកវីសមួយមកតមកដាក់ចូលដៃស្វាណាបងប្អូនតមកមួលមកបានតមកនេះចាក់កពុបនេះបងប្អូនអាចដាក់សាភាមួយហើយចាក់ចេះមកបានហើយនេះល្អមកតមកបងប្អូនណាតសយោនេះកំពុងបែកមកយើងអត់មានអីទប់វាស្រួលយើងអាចមើលវិធីសាស្ត្រដូចគេចេះបានណាបដោះអាសន្នបងប្អូននេះហើយតមកយើងងាយស្រួលក្នុងការតសយោបងប្អូននេះចងពីប៉ោងឲ្យសប់ឲ្យតឹងចឹងមកវាទប់ទឹកលែងចេញហ៎បងប្អូននេះតមកយើងគួចឲ្យចងកស៊ូមកតមកយើងអាចធ្វើការទៅលើសយោនោះបានយើងអាចតបានស្រួលវាអត់សើមបងប្អូននេះតមកដាក់ដូចគេចឹងមកនេះបងប្អូននេះហើយផ្លឹបមកដោះអានេះមករួចបាទបងប្អូននេះអាចបិទបើកបានហើយស្អាតតែម្ដងអានេះអែមបាទបងប្អូនអានេះរបៀបតសយោគេបងប្អូននេះតសយោកែងឲ្យជាប់គ្នាចឹងបងប្អូនទីសាស្ត្ររបស់គេអានេះរបៀបធ្វើកដុងលាងដៃបងប្អូនច្របាច់ទឹកអីលាងដៃស្រួលបងប្អូននេះមើលអាចអនុវត្តតាមគេចឹងទៅបងនេះអែមតែម្ដង